ទាំងអស់គ្នាថ្ងៃនេះមកចាំលេខពីរបៀបនៃការតឡើងខ្មែរ keyboard និង font ខ្មែរទៅលើ MacBook របស់យើងដោយសារតែភាគច្រើនគឺ MacBook គឺមានបញ្ហាទៅលើ font ខ្មែរនៅពេលដែលយើងវាយនៅលើ Word អីទៅគឺចេញជាអ្នកផ្សេងស្រៈផ្សេងអញ្ចឹងដៃជើងវាអត់ចូលគ្នាអញ្ចឹងណាអញ្ចឹងដើម្បីយើងទៅធ្វើឲ្យបានគឺដំបូងយើងមករកពាក្យថានេះជាងមកមើលឡើង keyboard របស់យើងគឺវាអត់មានអក្សរខ្មែរទេអញ្ចឹងដើម្បីយើងទៅឡើង keyboard ខ្មែរទៅលើ Mac បានដំបូងយើងមករកពាក្យថាខ្មែរ keyboard អានេះ file នេះឃើញអត់អាពីរហ្នឹងសំខាន់យើងមានអាពីរហ្នឹងដើម្បីបានអាពីរហ្នឹងយើងចូលទៅ website មួយមានឈ្មោះថារៀនមីយើង search មកនេះខាងលើហ្នឹងយើងចុចចូលទៅនេះឃើញអត់អញ្ចឹងយើងមក download នេះលេខ3នេះសម្រាប់ keyboard ខ្មែរនៅលើ Mac វាដាក់ឈ្មោះថាខ្មែរ Unicode Keyboard for Mac អញ្ចឹងយើង download ទៅហ្នឹងសម្រាប់ keyboard ខ្មែរហើយអាទី5នេះគឺខ្មែរ Unicode Font KH Font ខ្មែរ OS Font ហ្នឹងទៅអាហ្នឹងគឺ font សម្រាប់ font ខ្មែរអញ្ចឹងវាមានច្រើនសម្រាប់សរសេរនៅក្នុង Word អីចឹងយើងអាចបដូរ font បានច្រើនហើយអានេះវាមាន200 font ជាងអញ្ចឹងយើង download ទៅហើយបើសិនជា download បានទេយើងនឹងតម្លាក់នៅក្នុង link description ចាំទៅ download ខ្លួនឯងទៅហើយអញ្ចឹងយើងទៅធ្វើវាតែម្ដងជើងចូលទៅកន្លែងមិញនៅណាឈប់ជើងចូលមកកន្លែងខ្មែរ font មិញខ្មែរ keyboard មិញនេះយើងចូលអាពីរនឹងចូលទៅហើយយើង copy វាមួយ copy អាពីរហ្នឹង copy ចឹងទៅហើយយើងបិទវាធម្មតាហើយយើងមករកពាក្យថា go នេះ go យកពាក្យថា computer អូខេហើយយកពាក្យថា machine open in យកពាក្យថា library open ទៀតហើយយើងមករកពាក្យថា keyboard layout នៅណាយើង scroll វាមើលទៅ keyboard layout នេះចុច open ទៀតហើយយើងផាសវាចូលមួយមកនេះអាកន្លែងនេះវាឲ្យយើងបំពេញ password កុំព្យូទ័ររបស់យើងអញ្ចឹងយើងបំពេញ password ចូលទៅតើលេខកូដចឹងប្រហែលអញ្ចឹងណាយើងវាយចូលមកអញ្ចឹងបានហើយជើងផាសចូលហើយអញ្ចឹងយើងចុចបិទវាធម្មតាមកហើយយើងមករកពាក្យថាកន្លែង keyboard របស់យើងហ្នឹងនេះខាងលើនេះចុចកន្លែង open keyboard setting ចុចចូលមកហើយយើងមករកពាក្យកន្លែងនេះ input source យកពាក្យថា edit ពេលយើងចុចពាក្យ edit ទៅវាឃើញសញ្ញាលេខបូកនេះចុចកន្លែងហ្នឹងមួយមកហើយយើង scroll វាមកក្រោមជាពាក្យថា order នេះ font ខ្មែររបស់យើងគឺវាមកហើយ keyboard យើងចុច click លើមួយហើយយើងចុចពាក្យថា add ហើយយើងចុចពាក្យថា done ជាការស្រេចអញ្ចឹងយើងមកមើលថាវាមកនៅ keyboard ហ្នឹង keyboard ខ្មែរមកនៅឃើញអត់អញ្ចឹង keyboard ខ្មែរមកហើយអញ្ចឹងយើងសាកចូលទៅ Word របស់យើងសាក search មើលបានអត់យកពាក្យថា blend document ហើយ create អញ្ចឹងយើងសាក search មើលថ្ងៃនេះយើងស្រឡាញ់គ្នាបានអត់ស្រឡាញ់គ្នាបានអញ្
ចឹងយើងកលេចទៅវាបញ្ជនចំណេះអក្សរគឺវាត្រូវនេះធម្មតាចឹងយើងសាក់ទៅមើល font យើងសាក់បដូរ font មកយើង select វាទៅហើយយើងបដូរ font ទៅគឺវាអត់មានអក្សរខ្មែរទេមែនអត់មាន font ខ្មែរទេគឺវាបែបហ្នឹងចឹងយើងទៅឡើង font ខ្មែរនៅលើ Mac របស់យើងឃើញអត់យើងបដូរ font អត់បានទេចឹងយើងទៅឡើងវាបានយើងចុចបិទវាសិនហើយយើងចូលនេះ folder ហ្នឹងខ្មែរ font ចុច open នេះចឹងយើង download បានហើយគឺវាមាន font ច្រើននៅនឹងវាមាន200 font ជាងអស់ចឹងយើងចុច select វាទាំងអស់យើងចុច command A មក select វាទាំងអស់ហើយយើងចុច mouse ស្ដាំយកពាក្យថា open with ហើយយើងយកពាក្យថា font ហើយយកពាក្យថា OK ចឹង font វាមានច្រើន font ខ្មែររបស់យើងវាមាន241 font ជាងចឹងចុច install មកយើងចុចឲ្យញាប់តិចទៀតសារតែ font យើងច្រើនមែនតើ200 font ជាងហើយបើសិនជា download បានយើងចុចទៅក្នុង descriptor និងតម្លាក់ link ក្នុងនោះស្រាប់ចុច install ទៅចុចញាប់តិចទៅដោយសារតែ Mac វាមានបញ្ហាច្រើនទៅលើ font ខ្មែរវា support ចឹងណាចឹងយើងទៅឡើងរបៀបហ្នឹងគឺបាន 100% តែម្ដងជួយ install ជាប់ទៅដើម្បីឆាប់ហើយ font នេះមានច្រើនមានគ្រប់ម៉ូដទាំងអស់យើងអាចប្រើការជាផ្លូវការបានអញ្ចឹង font ហ្នឹងវាមកអីនេះវាមកអីយើងចុច font box មកនេះមានច្រើនមែនទេយើងអាចប្រើការបានដល់ពេលយើង add font ហ្នឹងចូល font box របស់យើងហើយយើង restart កុំព្យូទ័រមកដើម្បីឲ្យវាដំណើរការអញ្ចឹងណាយើង restart កុំព្យូទ័ររបស់យើងនេះ restart មួយមកដើម្បីវាដំណើរការអញ្ចឹងណាប៉ុន្តែឥឡូវយើងកំពុងតែ record យើងមិនអាច restart បានទេយើងចូលមក Microsoft Word របស់យើងវិញហើយយើង select ទាំងអស់ហ្នឹងយើងសាកមើល font ហ្នឹងមកនៅ font ហ្នឹង font ខ្មែររបស់យើងមកនៅដោយសារតែយើងទៅ restart យើងបិទ font សិនបិទ Microsoft Word បិទហើយយើងបើកសាមីដើម្បីវាដំណើរការហើយយើងមើល font មកនៅនេះ font នេះមកហើយឃើញអត់ចឹងយើងសាកសរសេរវាម្ដងទៀតសេមកខ្ញុំស្រឡាញ់នេះខ្ញុំស្រឡាញ់នេះតើអ្នកដឹងទេតើអ្នកដឹងទេចឹងយើងកលេចទៅគឺជនជាតិនឹងស្រាក់ហ្នឹងគឺវាត្រូវគ្នាធម្មតាចឹងយើង select ទៅលើអក្សរហ្នឹងទាំងអស់ហើយយើងសាកដូរ font មើលតើវាដំណើរការអត់នេះវាមានអក្សរធំអញ្ចឹងណាប៉ុន្តែដល់ពេលយើង select ដូរ font ទៅគឺដៃជើងវាត្រូវគ្នាទេឃើញអត់ខុសគ្នានេះអក្សរធំខ្មែរ head ឃើញទេឃើញអត់
នេះកន្លែងនេះហ្នឹងក៏មានសាអេទៀតឃើញវាខុសគ្នាអត់ដៃជើងវាត្រូវនេះទេដើម្បីឲ្យវាត្រូវនេះបានគឺយើងទៅហ្វិចវាម្ដងទៀតអញ្ចឹងឃើញខុសគ្នាវាអត់ត្រូវដៃជើងណាហើយដើម្បីឲ្យត្រូវគ្នាឈប់ឥឡូវយើងហ្វិតអូហ្វិតម្ដងទៀតចង់ដឹងថាវាបែបម៉េចហ្វុនណាក៏វាអត់ត្រូវដែរវាខុសដៃជើងឃើញខុសគ្នាអញ្ចឹងដើម្បីឲ្យវាត្រូវដៃជើងវិញយើងចុច select ទៅលើអក្សរនឹងទាំងអស់ហើយយើងយកពាក្យថា format ដើម្បីយើងទៅ fix វាឲ្យវាត្រូវដៃជើងវិញចុច format ហើយយកពាក្យថា font ហើយកន្លែងនេះគឺមាន font color ហមកន្លែង color យើងអាចដាក់ color បានប៉ុន្តែយើងមិនបាច់ចាំប៉ះពាល់វាទេយើងមករកពាក្យថា advanced ឃើញអត់នេះមាន function ច្រើនហើយកន្លែង standard ហ្នឹងយើងដូរវាមកណានវិញដើម្បីឲ្យ fix អក្សរហ្នឹងគឺវាមកល្អដូចដើមវិញឲ្យវាជញ្ជាក់នឹងស្រាំងគឺវាត្រូវនឹងអក្ខរាវិរុទ្ធអញ្ចឹងណាអញ្ចឹងយើងបដូរវាមកណាននេះណានខាងលើហ្នឹងចុចទៅយើងចុចតែពាក្យ OK ទៅពាក្យថា OK ហ្នឹងចុចទៅគឺវាត្រូវគ្នាវិញចាំមើលអាកន្លែងអ្នកហ្នឹងគឺវានឹងត្រូវគ្នាវិញមកឃើញទេអញ្ចឹងយើងសាកដូរ font មើលតើវាបានត្រូវគ្នានៅឃើញត្រូវគ្នាអត់អញ្ចឹងអ្នកទាំងអស់គ្នាធ្វើតាមនឹងបាន 100% តែម្ដងទាំងតម្លើង keyboard ខ្មែរ font និងតម្លើង font ខ្មែរទៅលើ Mac ហើយជាធម្មតាអ្នកប្រើ Mac ទាំងគ្រប់នេះគឺវាមានបញ្ហាទៅលើ font ហ្នឹងឯងអញ្ចឹងនេះគឺជារបៀបនៃការតម្លើង font keyboard និងតម្លើង font ខ្មែរទៅលើ Mac អញ្ចឹងទាំងអស់គ្នាមានតែប៉ុណ្្នឹងឯងហើយអរគុណច្រើនចំពោះការទស្សនា